អូខេបាទសម្រាប់ដំណាំចន្ទទីក្រោយពេលប្រមូលផលរួចគឺយើងត្រូវតែមានការដាក់ជីគល់ឲ្យបានគ្រប់គ្រាន់ដើម្បីបំពន់ពីព្រោះថាចន្ទទីរបស់យើងបាទនៅពេលដែលវាផ្ដល់នៅផលឲ្យយើងគឺវាត្រូវចំណាយកម្លាំងច្រើនមែនទែនបាទអញ្ចឹងគឺវាស្ទើរតែខ្សោះពីខ្លួនវាអញ្ចឹងហើយយើងត្រូវតែផ្ដល់នៅពពួកសារធាតុចិញ្ចឹមដើម្បីជួយវាឲ្យវាមានកម្លាំងល្អប្រសើរឡើងវិញក្នុងការលូតលាស់បញ្ចេញត្រួយថ្មីបាទតែកាលណាយើងមិនបានផ្ដល់នៅសារធាតុចិញ្ចឹមឲ្យវាទេគឺវានៅខ្សោយទ្រុឌទ្រោមបាទមួយរដូវនេះហើយដល់ពេលយើងយកផលរដូវកាលក្រោយគឺអាចប្រឈមនឹងបញ្ហាបាទដោយសារតែវាខ្សោយកម្លាំងអញ្ចឹងហើយគឺយើងត្រូវដាក់ជីគល់បាទដើម្បីត្រៀមកម្លាំងឲ្យវាពីព្រោះថាស្លឹកដែលនៅសល់បាទសិតតែជាស្លឹកដែលវាអត់គុណភាពអញ្ចឹងតែកាលណាយើងមិនបានដាក់ជីឲ្យវាចេញត្រួយចេញស្លឹកថ្មីទេគឺអត់មានអ្នកផលិតអាហារទេអញ្ចឹងចន្ទទីរបស់យើងគឺអត់មានអាហារបម្រុងក៏ដូចជាអត់មានកម្លាំងលូតលាស់ទេបាទអញ្ចឹងគឺយើងត្រូវតែមានការដាក់ជីគល់ហើយសម្រាប់ជីគល់បាទបងប្អូនគួរតែជ្រើសប្រើជាមួយនឹងជីសរីរាង្គធម្មជាតិបាទពីព្រោះថាជីសរីរាង្គគឺវាមានប្រយោជន៍ច្រើនទៅដល់ដំណាំក៏ដូចជាដល់សុខភាពដីផងដែរបាទអញ្ចឹងសម្រាប់ដំណាំគឺជីសរីរាង្គគឺវាអាចជួយឲ្យដំណាំយើងទទួលបានបាទសារធាតុចិញ្ចឹមទៅប្រើប្រាស់បានរយៈពេលយូរបាទជីសរីរាង្គហើយសម្រាប់ដីវិញគឺវាជួយឲ្យដីរបស់យើងនឹងធូរបាទវាកើតនៅពពួកអតិសកម្មបាននៅក្នុងដីបានច្រើនបាទដែលជាកត្តាអំណោយផលទៅដល់ប្រព័ន្ធឫសនៅក្នុងដីហ្នឹងឲ្យវាលូតលាស់ក៏ដូចជាចាក់បានជ្រៅបាទបានចេញឫសមកច្រើនអីចឹងទៅបាទអញ្ចឹងតើណាដំណាំរបស់យើងមានឫសច្រើនគឺវាមានកម្លាំងក្នុងការលូតលាស់ហើយដល់ឡែកចន្ទទីនេះឃើញថាមិនទាន់បានដាក់ជីទេដោយសារតែយើងឃើញថាស្មៅវាច្រើនពេកអញ្ចឹងហើយទាមទារឲ្យមានការបាញ់សម្អាតស្មៅមួយជើងសិនបាទគឺស្មៅបាទក្រាស់ហើយវែងទៀតបាទស្មៅនេះបាទហើយសម្រាប់បាទការកម្ចាត់ស្មៅនេះគឺខ្ញុំប្រើប្រាស់ជាមួយនឹងកសិកររីករាយបាទហើយដោយសារតែស្មៅវាក្រាស់ស្មៅវែងអញ្ចឹងគឺការលីករាងក្រាស់បន្តិចបាទគឺប្រើធុង20លីត្រនេះគឺចំនួន300មីលីលីត្របាទសម្រាប់ធុង20លីត្រនេះអញ្ចឹងដាក់កសិកររីករាយ300មីលីលីត្រសម្រាប់ទឹក20លីត្របាទហើយធ្វើការបាញ់ឲ្យសព្វបាទដើម្បីឲ្យការកម្ចាត់ស្មៅនេះបានស្អាតល្អហើយក្រោយពេលដែលយើងបានសម្អាតស្មៅហើយទើបចាប់ផ្ដើមនៅការដាក់ជីគល់បាទហើយជាក់ស្ដែងជាមួយនឹងលទ្ធផលនៃការប្រើប្រាស់ជីសរីរាង្គបាទយើងឃើញថាគឺវានៅសល់ជាតិជីទៀតអានេះមិនមែនកន្លែងដាក់ជីឆ្នាំនេះទេបាទគឺដាក់កាលពីរដូវកាលមុនតែដោយសារតែសារធាតុជីហ្នឹងគឺវាមិនទាន់ប្រើប្រាស់អស់វាសល់ពីឆ្នាំទៅបាទអញ្ចឹងដល់ពេលមានភ្លៀងមានអីមកអញ្ចឹងទៅក៏វាបាទរលាយចេញនៅសារធាតុចិញ្ចឹមផ្ដល់ឲ្យដំណាំមកសារជាថ្មីអញ្ចឹងខ្ញុំឃើញថាស្មៅលាស់ខៀវល្អមែនទែនពេលដែលវាទទួលបានសារធាតុចិញ្ចឹមពីជីដែលសល់បាទនេះគឺជាគុណភាពនៃជីសរីរាង្គគឺវាមិនបាត់បង់ទេបាទកាលណាយើងប្រើជីសរីរាង្គគឺវាពេលមានសំណើមពេលអីចឹងទៅគឺវារលាយបាទហើយវាអាចឲ្យដំណាំទទួលបាននៅសារធាតុចិញ្ចឹមពីវាបានហើយពេលដែលវាខ្វះសំណើមក៏វាក្រាំងគឺវានៅក្រាំងមិនរលាយទៅណាហើយក៏វាមិនហើរទៅណាដែរអត់ដូចជីគីមីទេជីគីមីគឺវាអាចនឹងហើរចេញអស់បាទយើងដាក់ទៅគឺអាចមានសុពលភាពត្រឹមតែ2ខែអីទេអស់ហើយតែបើសរីរាង្គអត់ទេបាទមានសំណើមរលាយផ្ដល់សារធាតុចិញ្ចឹមឲ្យដំណាំខ្វះសំណើមគឺវានៅក្រាំងនៅអត់ទៅណាទេហើយពេលណាមានសំណើមមកវិញគឺវាចាប់ផ្ដើមរលាយសារជាថ្មីម្ដងទៀតបាទនេះគឺជា
បាទលទ្ធភាពនៃជីសរីរាង្គគឺល្អបែបនេះអូខេចឹងសម្រាប់បងប្អូនដែលមានដំណាំបាទគួរតែពិសេសគឺដំណាំចន្ទីដើម្បីបាទត្រៀមប្រមូលផលរដូវកាលក្រោយពេលយើងប្រមូលផលគឺយើងគួរតែដាក់ជីគល់ដោយប្រើប្រាស់ជាមួយនឹងជីសរីរាង្គបាទជាប្រយោជន៍ខ្លាំងមែនទែនគឺឲ្យចន្ទីរបស់យើងលូតលាស់បានល្អហើយបាទផ្ដល់ទិន្នផលបានច្រើនបាទអូខេអរគុណច្រើនសម្រាប់វីដេអូនេះបាទជួបគ្នានៅវីដេអូក្រោយទៀតអរគុណ